សួស្តីបងប្អូននេះបាទឧបករណ៍បាទសម្អាតរោមបាក់សីបាទបាក់សីយកសាច់ណាមន់ទាបានសក់មុខហ្នឹងបាទគ្រួចអីហ្នឹងបាទបងប្អូនអាហ្នឹងគឺមានពីរធឺចេះដោយសារបងប្អូនសួរខ្ញុំចេះពិបាកប្រាប់បងប្អូនណាមកធឺអានេះធូរថ្លៃជាងមួយនេះបាទជប់បាទនេះមានប៊ូតុងឃើញពណ៌មូលណាពណ៌ក្រហមមូលបាទដោយសាក់Type C ខ្សែ Type C បាទបែបនេះបាទសាក់ថ្មប្រើថ្មដូចទូរស័ព្ទបាទបងប្អូនវែងឃើញអញ្ចឹងណា2 ទឹកកន្លះបាទ2 ទឹកកន្លះបាទខ្ញុំស្មានចាអាមខ្ញុំចាខ្ញុំ2 ទឹកបាទហើយបាទដល់ពេលមួយទៀតបាទបងប្អូននេះមួយទៀតបាទនិយាយទៅប្រវែងដូចគ្នាប្រវែង2 ទឹកកន្លះដូចគ្នាបាទកំតែបាទបងប្អូននេះថ្លៃជាងបន្តិចនេះបាទអត់និយាយតម្លៃទេកុំឲ្យពិបាកដូរខ្លះទៅបាទតែតម្លៃបងប្អូនខ្ញុំលក់បោះដុំលក់រាយបាទមកបានច្រើនបាន200គ្រាប់តែមុនបាន50អស់បាត់ទៅបាទច្រើនខ្ញុំថែមមួយទូភ្ញាស់ហ៎បាទបងប្អូននេះមួយទៀតនេះគឺមានកងតាក់ជ្រុងចែអីចាបាទទោះបាទកងតាក់ជ្រុងបាទពេលគេដាក់មកគេមានស្នោចេះទៀតបិទការពារមិនឲ្យប៉ះពាល់កងតាក់ណាពូសំទោបាទខ្ញុំធ្វើ quick unbox តិចដោយសារកន្លែងចាំមានពេលមានពលាហ្នឹងមើលទៅមិនបានវីដេអូឲ្យបងប្អូនឃើញទេបាទអញ្ចឹងបាទនេះមានកងតាក់ជ្រុងបាទមានឆ្នាំងសាកបាទអញ្ចឹងខ្ញុំមិនដឹងថាយ៉ាងម៉េចបើដូចគ្នាបិទក៏ខុសកងតាក់នឹងមានឆ្នាំងសាកអានេះអត់ឆ្នាំងសាកយើងប្រើឆ្នាំងសាកខ្លួនយើងណាបាទតម្លៃខុសគ្នាបន្តិចទេបាទលើនិយាយតម្លៃខុសគ្នា2រៀលបងប្អូនខុសគ្នា2រៀលអានេះថ្លៃជាង2រៀលអានេះធូរជាង2រៀលបាទអញ្ចឹងបងប្អូនណាបងប្អូននេះឲ្យមកជប់ចុចឲ្យមើលតិចបងប្អូននេះពេលយើងបោចរោមបាក់សីនេះវាវិលអានេះវាវិលអញ្ចឹងទៅយើងទាញបើយើងមានវីដេអូបងប្អូនគាត់ឃើញយើងទាញបាទខ្ញុំអត់មានធ្វើជាក់ស្ដែងទេយើងទាញលើរោមលើតួខ្លួនស្បែករបស់បាក់សីទៅមន់ទារួចតែយើងយកមកបោចសម្អាតរោមទៅគឺយើងដោយរោមអត់អស់ហើយបាទឲ្យរោមហើយបាទរោមបោចយើងដូចយើងបោចយើងត្រូវស្រោះទឹកក្តៅហ្នឹងបាទនេះចឹងដែរបងប្អូននេះវិលបាទនេះកន្លែងវាវិលណាបាទយើងមិនតែស្គាល់ឃើញម៉ាស៊ីនកោងមាត់វាផ្សេងទៅម៉ាស៊ីនបោចរោមសត្វបែបនេះបងប្អូនណាបងប្អូនផ្លែគេនេះផ្លែគេចឹងបាទផ្លែគេចឹងណាបងប្អូននេះផ្លែគេនេះមួយខាងមូលមួយខាងនេះមានបាទចំណិតដុខែមួយខាងទៀតណាបាទចែកទេសគេណាគេចិនប្រកាសជារត់ឃើញបាទអរគុណបងប្អូននេះសូម quick video review បែបនេះបាទ